ឪពុកជាអតីតសិស្សបកាយគណិតវិទ្យាជាប់ចំណាត់ថ្នាក់លេខ3ទូទាំងប្រទេសម្ដាយក៏ជាអតីតសិស្សបកាយគណិតវិទ្យាផងដែរធ្លាក់មកដល់កូនស្រីច្បងវិញអាយុទើបតែ10ឆ្នាំទេតែជាសិស្សបកាយគណិតវិទ្យាមិនត្រឹមតែថ្នាក់សាលាថ្នាក់ជាតិឬថ្នាក់តំបន់ទេតែជាសិស្សពូកែលំដាប់ថ្នាក់ពិភពលោកតែម្ដងហើយធ្លាប់ទទួលបានមេដាយក្នុងការប្រឡងប្រកួតប្រជែងផ្សេងផ្នែកគណិតវិទ្យាទាំងជាតិនិងអន្តរជាតិជាង100គ្រឿងឯណោះចំណែកកូនស្រីពៅវិញទើបតែមានអាយុ6ឆ្នាំទេតែក៏មិនធម្មតាដែរជាសិស្សពូកែដូចគ្នាដោយធ្លាប់បានប្រកួតប្រជែងប្រឡងផ្នែកគណិតវិទ្យាថ្នាក់ជាតិនិងអន្តរជាតិនិងទទួលបានមេដាយជិត10គ្រឿងដែរនេះសបញ្ជាក់ឲ្យឃើញថាវាមិនមែនជារឿងចៃដន្យទេដែលបងប្រុសគឹមច័ន្ទនិងភរិយាអាចអប់រំបណ្ដុះបណ្ដាលកូនស្រីទាំងពីរឲ្យក្លាយទៅជាសិស្សពូកែទាំងវ័យក្មេងបែបនេះតើបងប្រុសគឹមច័ន្ទមានវិធីសាស្ត្រនិងយុទ្ធសាស្ត្របែបណាខ្លះដើម្បីអប់រំកូនឲ្យក្លាយទៅជាសិស្សពូកែនិងយកឈ្នះបរិបទដល់ប្រកួតប្រជែងនេះបានឆ្នាំដំបូងដែលគាត់រៀនគឺគាត់ធ្វើបានល្អមុខជាគណិតវិទ្យាមាន A ទាំងអស់រៀនតែអញ្ចឹងយើងមើលឃើញសន្ទុះគាត់ស្រឡាញ់គណិតវិទ្យាបកាយគណិតវិទ្យាដល់ពេលអញ្ចឹងហើយបានយើងចេះតែបរៀនគាត់ក្រៅពីគាត់រៀនម៉ោងនៅសាលាចប់ធ្វើ homework ធ្វើអីចប់គឺយើងអាចបរៀនគាត់ថែមរាល់ថ្ងៃហ្មងគឺតិចម្ដងបាទអាហ្នឹងករណីពីតូចមកហើយដល់ពេលយើងគាត់ចូលប្រកួតកម្មវិធីផ្សេងអាហ្នឹងយើងត្រូវបន្ថែមទៀតមានន័យថាក្រោយពីគាត់ចប់ការងារសាលាអស់យើងបរៀនគាត់កន្លះម៉ោងអីចឹងទៅត្រៀមកម្មវិធីហ្នឹងអញ្ចឹងមានន័យថាដូចយើងត្រៀមសិស្សបកាយយើងត្រូវមានឯកសារសិស្សបកាយយើងយកមកមើលថាតើឯកសារនេះចេញអីមេរៀនអីប្រភេទអីយើងស្រាវជ្រាវពីណាអញ្ចឹងយើងយកអាហ្នឹងមកបរៀនគាត់ដល់ពេលគាត់ទៅប្រឡងទៅគឺលំហាត់គឺចេញមេរៀនអស់ហ្នឹងគាត់ធ្វើបានហើយលំហាត់ដែលយើងត្រៀមសម្រាប់សិស្សបកាយនេះវាអត់ដូចលំហាត់យើងរៀននៅសាលាទេមានន័យថា level យើងរៀនថ្នាក់ទី2លំហាត់យើងត្រូវមើលថ្នាក់ទី3ទី4ទី5ថ្នាក់ទី4សួរថាគាត់ចេះប្រព័ន្ធសម័យកាលបាទប៉ុន្តែលំហាត់មានដល់ប្រព័ន្ធសម័យកាលប៉ុន្តែយើងត្រូវបរៀនគាត់អត់ចេះដោះស្រាយប្រព័ន្ធសម័យកាលប៉ុន្តែអត់ប្រើ technique ថ្នាក់ធំទេយើងធ្វើ technique របៀបថ្នាក់តូចដូច word problem អញ្ចឹងគេមានតាំងរូបតាំងអីទៅគាត់អាចដោះស្រាយចេញត្រៀមប្រភេទអូឡីមពីយ៉ាហ្នឹងគឺពិបាកគឺយើងទៀមទាស្រាវជ្រាវដាក់ខ្ពស់មែនតើពេលខ្លះយើងយកដល់ថ្នាក់ទី8ទី9មកបរៀនទៀតបាទហើយទៅថ្នាក់ទី4បាទប៉ុន្តែគាត់យល់គាត់ធ្វើបានអញ្ចឹងប្រភេទលំហាត់ហ្នឹងគាត់ចេញមកគាត់ដឹងថាធ្វើរបៀបម៉េចបាទប៉ុន្តែបើប្រើរូបមន្តថ្នាក់ធំយើងអត់តាន់បរៀនគាត់ទេព្រោះរាល់ថ្ងៃហ្នឹងលំហាត់ថ្នាក់ទី4ខ្លះចេញសិតតាទិសដីបត់ទី2ដង្កើបាយកោនមៀតអីនោះបាទហើយដល់អញ្ចឹងសួរថាយើងយកលំហាត់ថ្នាក់ធំមកបរៀនគាត់កើតអត់កើតទេអញ្ចឹងយើងមាន technique វិធីម៉េចយើងក្បួនម៉េចឲ្យគាត់ចេះភាគច្រើនបរៀនគាត់ហ្នឹងគឺលំហាត់ប្រភេទជាភាសាអង់គ្លេសបាទភាសាខ្មែរយើងគាត់រៀននៅសាលាធម្មតាភាសាលំហាត់ភាសាអង់គ្លេសវា level វាសម្រាប់ត្រៀមប្រឡងអញ្ចឹងវាមាន keyword មានអញ្ចឹងណាបាទហើយសភៅដែលបរៀនគាត់ហ្នឹងភាគច្រើនយើងស្រាវជ្រាវខ្លួនឯងតែយើងស្រាវជ្រាវពីណាមកទូទៅខ្ញុំភាគច្រើនគឺតាមអ៊ីនធឺណិតបាទប៉ុន្តែឧទាហរណ៍ប្រឡងកម្មវិធីមួយ HKMO ខ្ញុំត្រូវមើលថា HKMO ហ្នឹងមកពីណាពីហុងកុងអញ្ចឹងខ្ញុំចូល website របស់ហុងកុងហើយបន្តខ្ញុំស្រាវជ្រាវមើលភេទលំហាត់វាចេញឆ្នាំមុននោះអញ្ចឹងយើងអាចយកមកយើងពេលខ្លះយើងយកលំហាត់ឆ្នាំចាស់យកមកច្នៃបរៀនគាត់ទៀតតើវាមានផលលំបាកទេដែលគាត់រៀនទាំងកម្មវិធីសម្រាប់ប្រឡងផងកម្មវិធីក្នុងការដែលយើងរៀនប្រចាំថ្ងៃផងហើយមួយទៀតគាត់ត្រូវធ្វើ homework ធ្វើអីទៀតដែរបច្ចុប្បន្នដូចអត់អីយើង control បានដោយសារអីធម្មតាគាត់រៀនមួយថ្ងៃពេញពីព្រឹកដល់ល្ងាចហើយមានច្រើនមុខដែរបានភាសាអង់គ្លេសភាសាខ្មែរឡងមានចិនទៀតនៅសាលាគាត់ណាបាទហើយដល់ពេលចប់ម៉ោងសិក្សាមកផ្ទះវិញគឺខ្ញុំតែងតែឆែកឲ្យ homework តែមានសល់ homework អីអញ្ចឹងឲ្យគាត់គាត់ញ៉ាំបាយអីហើយសម្រាប់ហើយគាត់ធ្វើ homework អញ្ចឹងលុះត្រាធ្វើ homework ចប់អស់បាទខ្ញុំបរៀនក្រៅថែមអត់អាក្រៅហ្នឹងគឺភាគច្រើនយើងបរៀនតែហ្នឹងហើយសៅរ៍អាទិត្យហើយនឹងចុងម៉ោង5-10នាទីកន្លះម៉ោងអីហ្នឹងយើងឆ្លៀតរាល់ថ្ងៃចោះយូរទៅវាជាត្រឡប់ទៅគាត់ធម្មតាម៉ោងដែលគាត់សម្រាកអីយើងឲ្យគាត់លេងឲ្យអីដែរឬក៏យ៉ាងម៉េចដែរម៉ោងសម្រាប់បើនិយាយទៅរាល់ថ្ងៃហ្នឹងគឺគាត់លេងច្រើនតែមែនទេដូចសៅរ៍អាទិត្យនេះបើអត់ធ្វើអីគាត់លេងមួយគ្នាគាត់អនឡាញដូចស្អីហ្គេមអីចឹងទៅបាទលេងហ្គេមដែរបាទហ្គេមស្អីដូច Roblox អីហ្នឹងអាហ្នឹងក្មេងពេញនិយមប៉ុន្តែហ្គេមហ្នឹងខ្ញុំមើលទៅវាគ្រាន់បើដែរវាដូចបង្កើតតំណែងមានចំណេះដឹងបើយើងនិយាយថាឲ្យអត់លេងសុទ្ធពេលខ្លះក៏ពិបាកដែរបងបាទហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យបើយើងរវល់ច្រើនហើយយើងអត់នាំពួកគាត់ដើរលេងខ្លះក៏វាទៅជារឿងមួយអត់ល្អដែរចុះដែលឡែកម៉ោងគេងពួកគាត់វិញបងកំណត់វាមិនម៉ោងគេងត្រឡប់លើ9កន្លះគេងពេលខ្លះរៀងយូរបន្តិចអាចឈានចូលម៉ោង10
ម្ដងម្កាល បាទ ហើយគាត់ភ្ញាក់ញរុំគាត់គេងស្រួលទេគេងពីម៉ោងគេង 9 កន្លះដល់ភ្លឺតែមកត្រឡប់រាល់ថ្ងៃគឺម៉ោង 6 គាត់ត្រូវភ្ញាក់ហើយរៀបចំខ្លួនបាយទឹកទៅសាលា ពួកគាត់រៀននៅសាលាណាដែរបង គាត់រៀននៅ Western International School នៅសាខាដួងងៀបមួយនៅ South West មួយ បាទ ដោយសារថ្នាក់តូចថ្នាក់ធំវាមានសាខាថ្នាក់ផ្សេងគ្នា ជឿថាបងប្អូនយើងជាអាណាព្យាបាលដែលគាត់មានកូនមានចៅអញ្ចឹងណាគាត់ចង់ស្ដាប់បទពិសោធន៍គាត់ចង់ដឹងបទពិសោធន៍ពីខាងបងឥឡូវបងមានពាក្យអីជូនពួកគាត់ក្នុងនាមជាអាណាព្យាបាលមួយរូបដែរបង អាណាព្យាបាលម្នាក់ៗគាត់មានតិចនិចផ្សេងៗគ្នាអញ្ចឹងវាអាស្រ័យតាមស្ថានភាពរបស់ពួកគាត់ចំពោះខ្ញុំទូទៅយើងបែងចែកពេលវេលាចំណាយពេលមួយកូនច្រើនក្រៅពីការងារយើងរាល់ថ្ងៃនៅកន្លែងធ្វើការហ្នឹងមានន័យថាពេលយើងមកផ្ទះវិញអ្វីដែលយើងធ្វើមុនគេគឺបន្ទាប់ពីយកកូនចេញពីសាលាហើយយើងបាយទឹកគាត់ហើយគឺយើងឆែក homework គាត់ការងាររបស់គាត់សាលាអញ្ចឹងឲ្យគាត់ធ្វើ homework អីមកចប់អស់ហើយបានយើងអាចមានពេលយើងបរៀនគាត់ថែមទៅហើយសៅរ៍អាទិត្យយើងចំណាយពេលដើរលេងអីចឹងមួយគាត់ដែរហើយបើមានពេលណាតនេនៅផ្ទះយើងបរៀនគាត់1ម៉ោងអីចឹងទៅនិយាយរួមយើងធ្វើជាទម្លាប់ប្រចាំថ្ងៃយូរទៅវាជារឿងដូចធម្មតាសម្រាប់គាត់បើមើលទៅដូចថាមិនរៀនច្រើនប្រហែលទេដូចគេដូចឯងទេប៉ុន្តែយើងធ្វើទៀងទាត់យើងអត់ថ្ងៃនឹងធ្វើថ្ងៃក្រោយអត់ធ្វើ ចុះដោយឡែកពាក់ព័ន្ធជាមួយ soft skill វាមានតាំងពីអត្តចរិតអារម្មណ៍សិលធម៌ផ្សេងៗតើបងមានតិចនិចអីទេក្នុងការដែលបង្ហាត់ពួកគាត់ឬក៏បរៀនពួកគាត់តើតោះអាកប្បកិរិយាដោយសារកូនបងនេះពីតូចមកគាត់វាដូចដុំគាត់ហ្នឹងគាត់សភាពរៀបសារស្រាប់ហើយបើនៅសាលាវិញគឺថាគ្រូសរសើររហូតដោយសារយើងនឹងក្មេងល្អស្ងៀមស្ងាត់ស្ដាប់គ្រូយល់នេះឲ្យគ្រូឲ្យធ្វើទស្សនៈរាល់ឆ្នាំបាទអញ្ចឹងឲ្យ control មើលមិត្តភ័ក្តិ